Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលហើយក៏ត្រូវលក់វាឲ្យអ្នកទាំងអស់គ្នាដែរបើសិនជាមានចំណាប់អារម្មណ៍អាចទិញបានទាំងគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពី dumper របស់ SEK ខ្ញុំលក់វាតម្លៃវាសមរម្យអ្នកទាំងគ្នាអាចទាក់ទងមកខ្ញុំបានហើយឥឡូវយើងបើកជាមួយនឹងគេរបស់យើងហើយអញ្ចឹងយើង process ចូលបន្ទាប់មកយើង insert DL មកអញ្ចឹងនៅពេលដែលខ្ញុំ insert ចូលហើយអ្នកនរគ្នាមើលនៅត្រង់កន្លែងនេះគឺវាមាន location នេះគឺ choose import directory អញ្ចឹងអ្នកនរគ្នាអាចដាក់កន្លែងនឹងបានយើងអាច custom វាបានអញ្ចឹងឥឡូវខ្ញុំ custom មកកន្លែងនេះអញ្ចឹងខ្ញុំ copy ហើយខ្ញុំផាត់វាចូលបន្ទាប់មកយើងចុចកន្លែងនេះចុចដាក់ប្រើវាមកដល់ពេលដែលយើងចុចដាក់វាគឺវាមកជាមួយច្រើននឹង name object ហើយនឹង class param ទៅ parameter អានេះវាមានច្រើនអញ្ចឹងនៅពេលដែលខ្ញុំចុចដាំអូខេអញ្ចឹងនៅពេលដែលយើងចុចដាំវាអត់ crash game ទេអ្នកនរគ្រាន់តែវាកំពុងតែដំណើរការនៅពេលដែលវាកំពុងតែដំណើរការអញ្ចឹងគឺវាគាំង game អញ្ចឹងវាគាំង game ហ្នឹង sorry ខ្ញុំនៅឈឺបន្តជាអញ្ចឹងគឺវាគាំង game អញ្ចឹងអ្នកតែអ្នកនេះសម្លឹងទៅមើល file របស់យើងនៅពេលដែលយើងលុបអីដែរ sorry ឆ្លងយ៉ាងនេះរឿងនេះនិយាយលាយអង់គ្លេសហើយសាច់ใจវល់ទៅមែនអញ្ចឹងកុំកែកាន់អញ្ចឹងឥឡូវយើងមើលទៅលើ full level យើងអញ្ចឹងវាមានតែទៅនឹង3នេះទីទៀតវានឹងចេញ file មួយទៀត SCK header គេហៅថា SCK header អញ្ចឹងណាហើយនេះវាចេញតែ3នេះទេអានេះ name តាមអានេះ object អ្នកនេះអាចមើលបានតែខ្ញុំអត់ចូលមកទេព្រោះដោយសារតែវាចេញជាមួយនឹង address ប៉ុន្តែ object គឺខ្ញុំចូលឲ្យបានដោយសារ object គឺវា random ទេអូខេអញ្ចឹងនេះគឺជា object ដែលវាដាក់មកបានណាវាមានច្រើនអានេះសម្រាប់យើងយកទៅធ្វើអីមួយឬក៏យើង reclass អីវាចឹងដែរអញ្ចឹងនៅពេលដែលវាកំពុងតែដំណើរការគឺវា not responding ចឹងដែរប៉ុន្តែនៅពេលដែលវាអំពើហើយគឺ file នៅក្នុងនេះគឺពេញអស់នៅពេលដែលវាពេញហើយក៏វាចេញជាមួយនឹង file header មកកន្លែងនេះដែរចេញអ្នកនេះចាំមើលទីទៀតវានឹង success នៅពេលដែលវា success អ្នកទាំងគ្នាឃើញហើយថាវាមានអីខ្លះហើយខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូហ្នឹងប៉ុន្តែខ្ញុំអត់បង្ហាញរបៀបយកវាទៅប្រើទេរបៀបដែលយើងយកទៅប្រើគឺវាមានមួយបែបទៀតដែលយើងយកទៅប្រើតែនេះគ្រាន់តែជាដែលយើងតាមចេញពី Unreal Engine មក AK របស់យើងគឺជា 2.5 Unreal Engine 2.5 គឺវាសេរីទៀបមែនតើវា Unreal Engine ទៀប version ទៀបអញ្ចឹងគឺខ្ញុំមានអានឹងមួយហើយយើងអាចយកវាទៅប្រើប្រាស់បាននៅពេលដែលវាដែលយើងធ្លាប់មានបច្ចេកដែលយើងប្រើវាហើយគឺក៏ SVK ទាំងអស់នេះគឺវាខូចយើងអាចដាក់ថ្មីហើយយើងយកវាទៅ copy យើងយក copy ទាំងអស់នេះយើងយកទៅ pass បោះចាស់របស់យើងវានឹងដាក់ឡើងវិញហើយបើសិនជាវាខុសអីមួយអ្នកនរគ្នាអាច check មកបានព្រោះហ្នឹងវាតាមកលៈទេសៈទេវាខុសអីវាតាមហ្នឹងអញ្ចឹងអ្នកនរចាំមើលខ្ញុំ voice over បានយូរទេព្រោះនៅក្នុងវីដេអូនេះគឺយើងអាចsorry វារៀងវែងដែរខ្ញុំនិយាយរៀងវល់ទេសុំទោសណារៀងវល់ប៉ុន្តែអញ្ចឹងយើងចាំមើលថាវាបាន file ចំនួនប្រមាណហើយ file វានៅពេលដែលដំណើរមកគឺអត់មានខ្វះទេគឺល្អទាំងអស់អត់ខ្វះមកបើសិនជាវាខ្វះគឺគឺវារត់ error មកអីឬក៏វារត់ដាច់ game អីចឹងទៅអាហ្នឹងពេលចឹងគឺវាដាច់ game ហើយបើសិនជាយើងខុសយើងដាំអត់ត្រូវចឹងណាចឹងកូដរបស់យើងអត់ត្រូវតែកូដរបស់យើងត្រូវនេះគ្រាន់តែវារៀងវាគាំង game ចឹងឯង
nó về là về đậm hơi về chụp kèn kìa mày yeah chẳng là lớn này đi chăm tu sửa từ ác nè vừa nhóm chọc phần này Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ